បាទសូមគោរពជំរាបសួរស្វាគមន៍មកកាន់ channel របស់ខ្ញុំអូខេថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការបង្កើតជា slide animation ក៏ដូចជាការបង្កើតជា shape មួយចំនួនដើម្បីបង្កើតភាពទាក់ទាញនៅក្នុងការបង្កើតជា slide អូខេអញ្ចឹងយើងបង្កើតជា slide មួយបែបនេះបន្តមកទៀតអ្នកទាំងអស់គ្នាចូលមកកាន់ shape អូខេអញ្ចឹងខ្ញុំយក shape មួយនេះធ្វើការគូសអញ្ចេះអូខេបន្តមកទៀតខ្ញុំធ្វើការយកវាយលេខចូលនេះណាអញ្ចឹងខ្ញុំសូមវាយលេខចូលកន្លែងនេះខ្ញុំដាក់3អានេះខ្ញុំដាក់2.2 អូខេបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការទាញអានេះតិចមកឲ្យវាចេញជា structure ស្អាតបន្តមកទៀតយើងធ្វើការ copy ហើយអ្នកទាំងអស់គ្នាដាក់ចំកណ្ដាលមកយើង copy អូខេបន្តមកទៀតយើងធ្វើការបរួមចូលអញ្ចឹងអ្នកទាំងអស់គ្នាវាយលេខចូលក៏បានយើងបរួមចូលក៏បានដែរអញ្ចឹងខ្ញុំធ្វើការវាយចូលដាក់ថាអូខេអញ្ចឹងខ្ញុំគិតថាខ្ញុំវាយ1.6អូខេអញ្ចឹងយើងអាចធ្វើការវាយលេខនេះចូលបានខ្ញុំដាក់1.6បន្តមកទៀតខ្ញុំធ្វើការទាញវាដាក់ចូលពីខាងក្រោមបែបនេះអូខេអញ្ចឹងអ្នកនរគ្នានឹងបានបែបនេះហើយអញ្ចឹងយើងធ្វើការ merge វាដើម្បីផ្ដាច់យកទៅផ្នែកខាងលើនៃ object របស់យើងទេអញ្ចឹងយើងធ្វើការ select នៅលើ object របស់យើងទាំងពីរមកអូខេ all select object បន្តមកទៀតយើងធ្វើការផ្ដាច់វាអូខេបន្តមកទៀតយើងបានបែបនេះហើយអ្នកទាំងអស់គ្នាធ្វើការត្រូវ draw with shape មួយទៀតយើងត្រូវ drawing shape មួយទៀតជារង្វង់មូលអូខេអញ្ចឹងយើងគូបែបនេះហើយខ្ញុំដាក់ពណ៌ខ្ញុំយកនៅ outline សិនបន្តមកទៀតខ្ញុំយកពណ៌បែបនេះទឹកក្រូចអូខេបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការដាក់វាឲ្យចំនៅកណ្ដាលរបស់យើងមកហើយយើងធ្វើការ merge shape ហ្នឹងទាំងពីរចូលគ្នាយើង all select បន្តមកទៀតយើងចូលមកកាន់shape ហើយយើងធ្វើការ merge shape បញ្ចូលគ្នាអូខេបន្តមកទៀតយើងនឹងបាន shape រួមហើយអ្នកនឹងធ្វើការបដូរពណ៌មកហើយយើងធ្វើការ copy shape របស់យើងជា4 shape អូខេយើង copy for make for shape អូខេអញ្ចឹងយើងធ្វើការ copy របស់វាមកឲ្យคล้ายទៅជា4 shape ហើយយើងអាចធ្វើការដាក់វាតម្រៀបជា4ជាលក្ខណៈបណ្ដេញគ្នាណាអូខេអញ្ចឹងយើងអាចផ្លាស់ពណ៌យើងអាចបដូរពណ៌វាសិនមកអញ្ចឹងខ្ញុំដាក់ជាពណ៌ខ្មៅអូខេអញ្ចឹងខ្ញុំ in front វាមកមុខមកអូខេបន្តមកទៀតយើងធ្វើការ copy វាឲ្យបាន4ហើយយើងបដូរពណ៌ផ្សេងមកអូខេបន្តមកទៀតយើង select លើវាទាំងអស់ហើយខ្ញុំធ្វើការដាក់ជា stroke មួយចំនួនទៅកាន់លើ object របស់យើងអូខេអញ្ចឹងខ្ញុំចូលមកកាន់កន្លែងនេះហើយខ្ញុំយក shadow ហើយអ្នកទាំងអស់គ្នាធ្វើការដាក់ពន្លឺរបស់វាហើយអ្នកទាំងអស់គ្នាធ្វើការកម្រិតកំណត់នេះមកឲ្យវាច្បាស់ឲ្យវាព្រាលតាមនឹងមកអូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាធ្វើការ add text ចូលអញ្ចឹងខ្ញុំធ្វើការ add text របស់ខ្ញុំជា title ជា num អូខេ title និង number ចូលហើយអ្នកទាំងអស់គ្នាអាច add ពាក្យពេចន៍អ្វីដែលអ្នកទាំងចង់បន្ថែមនៅលើ slide របស់អ្នកទាំងអស់គ្នាបានអូខេបន្តមកទៀតខ្ញុំធ្វើការបដូរពណ៌អូខេឥឡូវខ្ញុំដាក់ពណ៌នេះសិនអូខេឥឡូវខ្ញុំត្រូវឆេញ color background សិនដើម្បីឲ្យស្អាតណាអញ្ចឹងខ្ញុំឆេញ color background ហើយខ្ញុំធ្វើឲ្យពណ៌នោះផុសពីប្លុកកណ្ដាលមកវិញអញ្ចឹងខ្ញុំសូមអូខេខ្ញុំអត់យកលេខហ្នឹងទេខ្ញុំបដូរសិនអូខេឥឡូវខ្ញុំគិតថាយកនេះចុះខ្ញុំយកលេខនេះអូខេយកមួយនេះហើយយើងធ្វើការ delete យើងដាក់ពណ៌វា CC ពណ៌ខ្មៅមកហើយគេថាយើងយកពណ៌ប្រផេះអូខេបន្តមកទៀតអ្នកទាំងអស់គ្នាដាក់អានេះពណ៌ខ្មៅវាចេញបែបនេះវាអត់ស្អាតទេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ loop ចោលនៅ shape ណាមួយហើយអ្នកទាំងអស់គ្នាអាចធ្វើការច្នៃប្រឌិតបន្ថែមបន្តិចទៀតនៅលើ object របស់យើងហ្នឹងទៅអូខេឥឡូវយើងធ្វើការបដូរពណ៌បែបនេះមកហើយខ្ញុំសូមយកនេះបែបនេះអូខេអញ្ចឹងយើងបានបែបនេះហើយអ្នកទាំងអស់គ្នាធ្វើការអូខេឥឡូវខ្ញុំបានបែបនេះមកទៀតខ្ញុំ copy title របស់យើងហ្នឹងឲ្យបានច្រើនខ្ញុំដាក់ពណ៌សសិនហើយខ្ញុំធ្វើការ copy ឲ្យបាន4អូខេបានបែបនេះអញ្ចឹងណាបន្តមកទៀតយើងត្រូវ add description នៅលើ object របស់យើងបន្ថែមទៀតអញ្ចឹងជា sample ខ្ញុំធ្វើការយកនេះតែម្ដងខ្ញុំយកនេះធ្វើជា title របស់យើងទៅខ្ញុំ copy វាមកខ្ញុំ delete title និង number ចោល
អូខេបន្តទៀតយើងទាញវាដាក់ទៅខាងលើផ្នែកខាងចុងរបស់យើងដើម្បីយើងមានជា icon មួយចំនួនដើម្បីដាក់បង្កើតភាពទាក់ទាញនៅលើ object របស់យើងបន្ថែមទៀតអញ្ចឹងខ្ញុំសូមដាក់ចូលលេខនេះមកអូខេបន្តមកទៀតយើង add icon របស់យើងចូលហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការ add icon យើងចូលមកយើងដាក់ icon យើងចូលកន្លែងនេះអូខេបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការ select all object របស់យើងហើយយើងធ្វើការដាក់ animation នៅលើវាអូខេបន្ទាប់ពីបានធ្វើហើយយើងធ្វើការ select លើវាទាំងអស់ហើយអ្នកទាំងអស់គ្នាចូលទៅកន្លែង animation បន្តមកទៀតយើងយក fly in អូខេហើយអ្នកទាំងអស់គ្នាចុច preview មើលទៅយើងនឹងឃើញ slide របស់យើងហើយណាអូខេនេះពេលយើងចុចមកវា load បែបនេះអូខេអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយហើយបើពេញចិត្តកុំភ្លេចជួយចុច subscribe លើ channel របស់ខ្ញុំម្នាក់មួយផងអរគុណជួបខ្ញុំនៅវីដេអូក្រោយបន្ថែមទៀតបាយបាយ